Yeah សួស្តីអ្នកនរគ្នាមុននឹងយើងនិយាយពីផលប្រយោជន៍នៃកាហ្វេអញ្ចឹងឥឡូវហ្នឹងយើងនិយាយពីផលប៉ះពាល់នៃកាហ្វេវិញតើកាហ្វេវាអាចប៉ះពាល់អីខ្លះដល់យើងទាក់ទងទៅនឹងកាហ្វេយើងផលដែលអាចប៉ះពាល់បើយើងផឹកច្រើនអីចឹងទៅពី3កែវទៅ4កែវក្នុងមួយថ្ងៃជួយស្មារតីចឹងស្វាងមែនប៉ុន្តែដែលផលអាក្រក់របស់វាធ្វើយើងដេកមិនលក់និងថប់បារម្ភហើយនឹងធ្វើឲ្យប៉ះពាល់លូតបេះដូងញាប់អីចឹងទៅញាប់ដៃញាប់ជើងអាចប៉ះពាល់ក្ពះដែរអាចអាស៊ីតហើយឡើងសុខភាពឈាមអីចឹងទៅដែលបំរាមស្ត្រីមានផ្ទៃពោះឬក៏មិនគួរផឹកច្រើនទេលើសពី2កែវក្នុងមួយថ្ងៃគេចង់និយាយពីស្ត្រីដែលមានផ្ទៃពោះហើយនឹងកុំផឹកពេលល្ងាចកាលណាយើងផឹកពេលល្ងាចយើងអត់គេងទេហើយមិនគួរដាក់ស្ករឬទឹកដោះគោច្រើនពេកគឺវាអាចនឹងទឹកនោមផ្អែមអ្នកគ្នាហើយវាច្រើន Gen Z ទៅទៅនឹង Gen Z ខ្ញុំនិយាយរឿង Gen Z ផឹកកាហ្វេវិញ Gen Z វាច្រើនគេចូលចិត្តផឹកកាហ្វេនៅកន្លែងនេះនៅកន្លែងនេះផឹកកាហ្វេនៅកន្លែងដដែលហ្នឹងតែនឹងមូលហេតុអីអត់បានគេចូលចិត្តផឹកកាហ្វេនៅកន្លែងដដែលហ្នឹងមូលហេតុមានតែមួយឯងខ្ញុំច្អល់ត្រូវហើយបើយើងផឹកកាហ្វេនៅពេលល្ងាចយើងគាត់ទៅយើងអត់គេងទេកាលណាយើងចង់ខ្លាំងប្រភេទ Gen Z ចូលចិត្តផឹកកាហ្វេផឹកកាហ្វេពេលល្ងាចដល់ពេលគាត់ផឹកកាហ្វេហើយគាត់ដាក់មួយកែវទៀតមួយយប់ហ្នឹងគឺប្រឈមភ្នែកគឺអត់គេងតែមូលហេតុដោយសារអត់គេងដោយសារអីដោយសារគាត់ផឹកច្រើនអញ្ចឹងទៅគាត់អត់គេងទេដល់មួយយប់ហ្នឹងគឺប្រឈមភ្នែករហូត